បងប្អូន book page Facebook ចេះតែកាត់លុយបងប្អូនប្រេះផ្ដាស់ម្ដងកាត់ប៉ុណ្ណេះម្ដងកាត់ប៉ុណ្ណោះដោយមិនដឹងមូលហេតុពេលខ្លះ Facebook កាត់លុយដោយអត់មានវិក័យប័ត្រឲ្យយើងទៀតថាតើវាមូលហេតុអ្វីសម្រាប់វីដេអូមួយនេះនឹងស្រាយចម្ងល់ទៅដល់បងប្អូនទាំងអស់គ្នាដូចអ្វីដែលខ្ញុំបានបង្ហាញបងប្អូនតាក់ទងអំពីខាងលើមិញហ្នឹងវីដេអូខាងលើហ្នឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាអ្នក book page បងប្អូនប្រហែលជាដឹងហើយតែតែមួយបងមួយចំនួនដែលគាត់ដឹងអាហ្នឹងគឺគាត់បានបញ្ហាដែរប៉ុន្តែសម្រាប់វីដេអូមួយនេះខ្ញុំសូមបង្ហាញតែបងដែលមួយចំនួនដែលគាត់ទើបតែធ្វើការ book page ហើយ boot តែជួបប្រទះទៅលើបញ្ហាដូចខ្ញុំបង្ហាញហ្នឹងគឺទី1គាត់ book page គឺ Facebook កាត់លុយយើងប្រដាឧទាហរណ៍ថាយើងកាត់មួយថ្ងៃឧទាហរណ៍ថាយើងដាក់មួយថ្ងៃត្រឹមតែ$5ទេស្រាប់តែជាលទ្ធផលមកគឺ Facebook កាត់លុយចេញពីកងយើង$10 $20ឬក៏អាចលើសពីនេះក៏មានដែរអញ្ចឹងសួរថានេះជាមូលហេតុអ្វីអញ្ចឹងតែណាអាចឆ្លើយបានអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាហើយបាទអញ្ចឹងសម្រាប់ករណីរបស់ខ្ញុំនេះខ្ញុំសូមលើកមួយករណីដែលវា Facebook អាចកាត់ទៅលើ account របស់យើងវាខុសអាចថាកាត់ច្រើនតែទៅមួយការកាត់តិចគឺអត់ដែរមានប៉ុន្តែកាត់ច្រើនមានបាទអញ្ចឹងមូលហេតុមួយដែលខ្ញុំនឹងលើកក្នុងវីដេអូមួយនេះគឺមូលហេតុ account Facebook របស់បងប្អូនមានគេ hack ហើយកាលណាមានគេ hack ហើយគឺគេអាចចូលប្រើប្រាស់ account Facebook យើងបានហើយកាលណាគេចូលប្រើប្រាស់ account Facebook យើងបានមិនថាលេខកង់ធនាគាររបស់យើងគឺគេយកទៅប្រើប្រាស់បានបាទអញ្ចឹងដើម្បីដឹងថា account Facebook របស់យើងមានគេ hack ឬអត់ថាតើយើងត្រូវធ្វើរបៀបម៉េចសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីបងប្អូនអំពីរបៀបនៃការ check មើលថាតើ account Facebook របស់យើងកំពុងតែគេ hack អត់ទេព្រោះដោយសារមករយៈចុងក្រោយនេះការ hack របស់ hacker គឺវា hack ល្អមែនទែនល្អតាមថា hack ហើយគឺអត់ធ្វើឲ្យ account របស់យើងប្រែប្រួលទេបើយើងមិនសង្កេតមើលទេគឺយើងអត់ដឹងថាវាប្រែប្រួលទេគឺវានៅរក្សាដដែលអញ្ចឹងដើម្បី check មើលទៅលើប្រមាណចំណុចទាំងអស់ហ្នឹងដើម្បីឲ្យវាដឹងថា account យើងគេ hack ឬក៏អត់បងប្អូនទាំងគ្នាធ្វើតាមខ្ញុំតោះអញ្ចឹងបងប្អូនទាំងគ្នាបើក account Facebook ចេញបែបហ្នឹងដូចខ្ញុំអញ្ចឹងមកនៅពេលដែលបងប្អូនទាំងអស់គ្នាបើក account Facebook អញ្ចឹងបងប្អូនទាំងគ្នាត្រូវការតើតើជាមួយនឹងឆែកទៅលើ3ចំណុចតាមក៏ពិតចំណុចវាមានច្រើនទៀតតែខ្ញុំសូមលើកតែ3ទេព្រោះដោយសារចំណុចផ្សេងៗទៀតអាចបងប្អូនមួយចំនួនគាត់បានបង្ហាញហើយប៉ុន្តែចំណុច3នេះខ្ញុំគិតថាបងប្អូនមួយចំនួនទៀតគឺគាត់អត់ដែលបង្ហាញទេកន្លែងហ្នឹងណាអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញតើតើជាមួយនឹង3ចំណុចហ្នឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើល check មើលក្នុង account របស់បងប្អូនបាទអញ្ចឹងតើចំណុចទី1តើតើជាមួយនឹងចំណុចទី1បងប្អូន check មើលទៅលើ account login activity អញ្ចឹងរបៀប check មើល account login activity ដើម្បីដឹងថា account របស់យើងគឺមានគេ hack អត់នោះបងប្អូនទាំងអស់គ្នាចូល account Facebook ចឹងមកហើយបងប្អូនចុចកន្លែង profile របស់យើងហើយអស់ចូលមកក្រោមរកពាក្យថា setting and privacy មកបាទបន្តទៀតអស់មករកកន្លែង setting ទៀតបាទអញ្ចឹងនៅពេលដែលវាចូលត្រង់ចំណុចនេះបងប្អូនចូលកន្លែង account center យើងមកចូលត្រង់ណាក៏ได้ឲ្យនៅក្នុងរូប account center ហ្នឹងហើយបន្តទៀតបងប្អូនចូលត្រង់កន្លែង account setting បងប្អូនមើលកន្លែង password and securityបាទចុចកន្លែងហ្នឹងហើយបងប្អូននឹងឃើញផ្ទាំងមួយទាំងអស់នេះអញ្ចឹងបងប្អូន check មើលត្រង់កន្លែងគេដាក់ថា where you will login នេះបាទបងប្អូនចុចត្រង់ចំណុចនេះមកហើយបងប្អូនចូលដល់ត្រង់នេះហើយបងប្អូនចុចសញ្ញាព្រួយនេះមកអូខេអញ្ចឹងត្រង់ចំណុចនេះបងប្អូននឹងឃើញដែរព័ត៌មានតើតើអំពីសកម្មភាពនៃការ login ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បងប្អូនថាគឺជាសកម្មភាពឬក៏ជា device ឬក៏ជាព័ត៌មានតើតើជាមួយនឹង device ដែល login account Facebook មួយហ្នឹងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នា check មើលនៅក្នុងកន្លែងហ្នឹងឃើញថាមាន device ផ្សេងដែលបង្ហាញនៅក្នុងនេះបងប្អូនត្រូវ note ចំណាំថា account របស់យើងប្រកាសជាមានអ្នកផ្សេងគេ log ចូលក្នុង device របស់គេអញ្ចឹងរៀងរាល់ការ log ចូលទៅក្នុងមិនថា account របស់យើង log ចូលឧទាហរណ៍ថាបងប្អូន log ចូល account log ចូល computer មួយ tablet មួយហើយនឹងទូរស័ព្ទដៃមួយអញ្ចឹងក្នុងព័ត៌មាននៅក្នុងនេះវានឹងបង្ហាញទាំង3 device នេះប៉ុន្តែបើសិនជាឧទាហរណ៍ដោយ account ខ្ញុំស្រាប់ខ្ញុំ log ចូលតែមួយ device ទេគឺ computer របស់ខ្ញុំដែលកំពុងតែប្រើប្រាស់ហ្នឹងអញ្ចឹងវាមានតែមួយ device ហ្នឹងទេគឺ device ផ្សេងៗទៀតក៏អត់មានទេអញ្ចឹងណាប៉ុន្តែបើសិនករណីបើយើង check ទៅឃើញ device ផ្សេងនៅក្នុងនឹងក្រៅពី device របស់យើងបងប្អូនត្រូវតែមានការសង្ស័យហើយត្រូវតែធ្វើការ remove នៅ device នេះចោលតើវា remove ចោលហើយបងប្អូនគឺការ upload password ផ្សេងៗបាទអានេះវា check មើលទី1អូខេយើងចាំមើលលម្អិតទៀតបងប្អូនចុចចូលទៅបាទអញ្ចឹងចំណុចទី1យើងត្រូវពិនិត្យមើលត្រង់ចំណុចហ្នឹងហើយចំណុចទី2បងប្អូនក្បែរវាមកយើងចូលមកចំណុចទៀតបាទអញ្ចឹងដល់ត្រង់ចំណុចនេះបងប្អូនចូលកន្លែង activity log នេះបាទអានេះគឺចំណុចទី2បងប្អូនចូលកន្លែង activity log មកបងប្អូនអស់រកពាក្យថា security and login information កន្លែងនេះក៏បង្ហាញនៅព័ត៌មានដែរតែគាត់ថាព័ត៌មាននេះវាខុសជាមួយនឹងព័ត៌មានដែលខ្ញុំបង្ហាញខាងលើ
copy កន្លែង account login activity ណាបាទអញ្ចឹងយើងចុចវាមើលទៅដើម្បីទីបន្ទាប់អូខេអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចមើលទៅវានឹងបង្ហាញឯ account របស់យើងធ្លាប់ login ធ្លាប់ log out លើ device ណាខ្លះលើ IP ណាខ្លះអញ្ចឹងបងប្អូនមើលទៅវាបង្ហាញហើយគឺសកម្មភាពដែលយើង log in log out អីទាំងអស់វានឹងឃើញនៅក្នុងនេះឃើញទេវាមានចាប់តាំងពី2022 2023អីមកហោហាទាំងអស់អញ្ចឹងបងប្អូនអាចមើលបានសង្កេតមើល data IP មួយណាជាប្រភេទ IP មួយណាដែល log in ខុសពីយើងប្រើប្រាស់រាល់ថ្ងៃកន្លែងហ្នឹងណាឧទាហរណ៍ថាបងប្អូនប្រើ internet wifi នៅផ្ទះគឺតែងតែមាន IP មួយដែលវា start ហើយគឺអត់ដែលប្រាប់ព្រោះទេគឺ IP លេខប្រមាណគឺលេខប៉ុណ្ណឹងអញ្ចឹងវាអត់មានការផ្លាស់ប្ដូរទេអញ្ចឹងបងប្អូនអាច check មើលកន្លែងហ្នឹងតែបើសិនជាមានការផ្លាស់ប្ដូរគឺមានន័យថា account របស់បងប្អូនមានបញ្ហាហើយអាចមាន IP ផ្សេងគឺ login ចូលឬមួយក្នុងចំណុចនេះវាអាចឲ្យបងប្អូនធ្វើការច្រឡំដែរច្រឡំថាពេលខ្លះយើងប្រើ Wi-Fi គឺជាទូទៅគឺ IP វាស្ទើរវាអត់មានការផ្លាស់ប្ដូរទេនោះតែយើង request ផ្លាស់ប្ដូរឬមួយក៏យើងធ្វើការនេះណាបើសិនជាប្រើប្រាស់ជាប្រភេទWi-Fi របស់ក្រុមហ៊ុន internet មួយចំនួនហ្នឹងយើងគាត់តែធ្វើការបិទនៅ modem Wi-Fi ហ្នឹងទៅហើយបើកវិញគឺតើតើមួយ IP នឹងធ្វើការផ្លាស់ប្ដូរប៉ុន្តែតើតើជាមួយនឹងក្រុមហ៊ុនមួយចំនួនគឺគេឲ្យយើងជាប្រភេទ private IP មក private IP គឺយើងរាល់ការដែលយើងទោះបីជាយើងអត់ធ្វើការបិទមិនអីមិនក៏ IP នៅតែថាដដែលដែរលោកតាតែយើងស្នើសុំទៅខាងក្រុមហ៊ុន internet ឲ្យវាគេផ្លាស់ប្ដូរឲ្យបានអញ្ចឹងត្រង់ចំណុចនេះក៏ដូចគ្នាដែរតែលើកលែងតែទូរស័ព្ទបើសិនករណីបងប្អូនប្រើជាប្រភេទ internet 3G 5G អីឬក៏បងប្អូនទៅកន្លែង Wi-Fi សាធារណៈអាហ្នឹងជាទូទៅវាខុសគ្នាហើយគឺ IP វាអត់ដូចគ្នា 100% ទេអត់ដូចគ្នាទេគឺទៅកន្លែងមួយគឺ IP មួយទៅកន្លែងមួយ IP មួយគឺផ្សេងគ្នាកន្លែងនេះវាអាចខុសច្រើនត្រង់ចំណុចហ្នឹងដែរប៉ុន្តែបងប្អូនអាចយកមកសង្កេតមើលឃើញថាតើវាទីផ្ទាត់មើលទៅឧទាហរណ៍ថាយើងទៅកន្លែងម៉ាត់កន្លែងមួយទៅឬក៏កន្លែង cafe IP បែបហ្នឹងអញ្ចឹងកន្លែង cafe ហ្នឹងគឺ IP គឺប្រើនឹងរហូតរាប់ខែរាប់ឆ្នាំបើសិនករណីគេមិនផ្លាស់ប្ដូរអញ្ចឹងបងប្អូនទៀងទាត់មើលទៅតាមវាត្រូវជាមួយនឹង IP ដែលយើង login ចូលអត់បើត្រូវអាហ្នឹងអត់បញ្ហាទេប៉ុន្តែបើខុសអាហ្នឹងយើងធ្វើការដាក់សង្ស័យកន្លែងហ្នឹងណាបាទមើលទៅ check មើលកន្លែងនេះទៅអូខេត្រង់ចំណុចមួយទៀតកន្លែងនេះដូចជាអត់មាននេះអីទេអានេះជាអ្វីដែលយើង login ចូលអញ្ចឹងវានឹងបង្ហាញនៅការ login ចុងក្រោយគឺនៅណាអញ្ចឹងទៅលើ device គេអញ្ចឹងបើសិនជា account បងប្អូនមាន device ច្រើនវានឹងបង្ហាញព័ត៌មានលម្អិតនៅក្នុងទីនេះបាទអានេះវាស្តៀងគ្នាជាមួយទី1ដែរចំណុចទី1ដែរកន្លែងហ្នឹងណាអាចចំណុចដែលយើងយកគេដាក់ថា account login account login activity ណាវាអាចស្តៀងគ្នាប៉ុន្តែគាត់ថាព័ត៌មានរបស់វាជាលក្ខជាងវាដោយសារអីវាមាន IP ដើម្បីនៅក្នុងទាំងអស់ហើយចឹងទៅអញ្ចឹងយើងអាចមើលឆែកមើលកន្លែងហ្នឹងបានហើយតើតើជាមួយនេះក៏យើងអាចមើលវាដើម្បីទាញគាត់បានដែរអញ្ចឹងមើលនេះបងប្អូនអាចមើលទៅវាមានដូចរបស់ខ្ញុំនេះវាមានតាំងពីឆ្នាំ2024នេះទៅមួយនេះក៏ដែរ Facebook មានទទួលស្គាល់ថាយើងបាន log តាំងពី2025ទៅលើ device អីហើយឆ្នាំ2024ទៅលើ device អី device អីចឹងណាហើយចាប់ពីថ្ងៃណាដែលវាទទួលស្គាល់ហើយលើ IP អីវាមាននៅក្នុងនោះទាំងអស់អញ្ចឹងវានឹង note សកម្មភាពនោះទាំងអស់អញ្ចឹងចំណុចទី1បងប្អូនធ្វើការ log មើលហើយចំណុចទី2បងប្អូនអាចមើលទៅតាមទូទៅហើយមួយទៀតតាក់ទងពីចំណុចទី3តោះអញ្ចឹងដើម្បីមើលចំណុចទី3បានបងប្អូនអ្នកគ្នាត្រូវចូល account របស់យើងដូចគ្នាហើយបន្តមកទៀតបងប្អូនចូល add manager មកចំណុចនេះក៏ជាចំណុចដែលសំខាន់ដែរព្រោះដោយសារពេលខ្លះបងប្អូនអត់ដែលបានដឹងទេត្រង់ចំណុចហ្នឹងហើយជាទូទៅអ្នកដែលគាត់ hack ទៅគឺជាទូទៅអាចយក account យកមកផ្ញើកន្លែងហ្នឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនចូល add manager របស់ខ្ញុំអញ្ចឹងមកហើយបន្តមកទៀតបងប្អូនចុចកន្លែងត្រែ3នេះហើយបងប្អូនចូលកន្លែងពាក្យថានេះadd account setting បងប្អូនចូលកន្លែង add account setting មកអូខេចុចវាមួយមកបាទអញ្ចឹងនៅពេលដែលបងប្អូនចូលកន្លែង add account setting ហើយបងប្អូននឹងឃើញចំណុចមួយដែលវាមានដាក់នៅក្នុងនេះគេដាក់ថា add account rule តាម add account rule បងប្អូនត្រូវធ្វើការ check មើលតើកន្លែង add account rule នេះវាមានចំនួនប្រមាណ account បើសិនជាករណីមានមួយ account ចេះគឺអត់បញ្ហាទេករណីខ្លះទៀតគឺវាមាន2 account ករណី2 account លោត2 account គឺជាករណីដែលវាមានបញ្ហាទី1បងប្អូនត្រូវគិតថាតើ account មួយទៀតនោះជា account របស់អ្នកណាហើយបានមកពីណាឬក៏ account របស់យើងជាអ្នកទាញចូលខ្លួនឯងបើសិន account របស់យើងជាអ្នកទាញចូលខ្លួនឯងអានេះគឺអត់បញ្ហាទេប៉ុន្តែខ្លាចតែ account ដែលយើងអត់ស្គាល់យើងអត់ដែលទាញចូលទេហើយវានៅក្នុងហ្នឹងតែហ្នឹងណាអញ្ចឹងអានេះជាបញ្ហាហើយសូមបញ្ជាក់បងប្អូនដែរគឺត្រង់ចំណុចនេះគឺជាកន្លែងដែលគេអាចធ្វើការ hack account យើងបានហើយអញ្ចឹងពួក hack មួយចំនួនគឺគាត់យក account របស់វាហ្នឹងគឺយកមកដាក់ក្នុងហ្នឹងដើម្បីត្រួតត្រាទៅលើ account របស់យើងនេះអញ្ចឹងកាលណាវាត្រួតត្រាបានគឺវាអាចធ្វើសកម្មភាពគឺយើងហើយវាក៏អាច check មើល account នេះធ្វើអីខ្លះ admin របស់យើង boot អីដើរអីនិយាយទៅវាស្មើនឹងវាអាច control ទៅលើ account យើងបានទាំងអស់
ហើយបើយើងឆែកមើលពេលខ្លះឆែកមើលអាក្នុងដំណាក់កាលទី1ដំណាក់កាលចំណុចទី1ចំណុចទី2គឺឆែកមើលអត់ឃើញទេប៉ុន្តែតែដល់ចំណុចទី3នេះគឺអាចនឹងឃើញកន្លែងហ្នឹងណាបាទអញ្ចឹងសូមបញ្ជាក់បងប្អូនត្រង់ចំណុចហ្នឹងហើយមានចំណុចផ្សេងទៀតបងប្អូនអាចឆែកនៅក្នុង BM ក៏បានដែរនៅកន្លែង people ណានៅក្នុង BM គឺមាននៅកន្លែង people បងប្អូនឆែកមើលកន្លែង people ទៅបើសិនជា people មានច្រើនដែលគ្រប់គ្រងទៅលើ ad account របស់យើងដែល account នៅក្នុង BM របស់យើងហ្នឹងណាអញ្ចឹងបងប្អូនក៏ត្រូវធ្វើការ check កន្លែងហ្នឹងដែរដោយសារអីពេលខ្លះទៅពួក hack ហ្នឹងវាយក ad account របស់វាដាក់ចូលក្នុង BM របស់យើងវាមានន័យចេះវា hack account យើងបានហើយវាយក account យើងហ្នឹងយកទៅ add account របស់វាចូលក្នុង BM តែយើងម្ចាស់ account យើងអត់បានដឹងថា account hacker ហ្នឹងគឺវាប្រើ account យកទៅទាញអីផ្សេងៗយើងអត់ដឹងទេប៉ុន្តែយើងគ្រាន់តែអាចមើលឃើញថាតើនៅក្នុង BM របស់យើងមាន people ប៉ុន្មានដែលគ្រប់គ្រងតោះឥឡូវខ្ញុំដាក់ចំណុចនេះចំណុចទី4ចុះយើងតិចតោះចូល business setting កន្លែងនេះក៏ជាកន្លែងពិសេសដែរហើយអាចបងប្អូនចំនួនបងនេះត្រូវការលេខជួយខ្ញុំសូមអត់ចូលទៅឥឡូវខ្ញុំគ្រាន់តែបាននិយាយបងប្អូនតែប៉ុណ្ណឹងហើយណាមួយនាទីក៏វាវែងដែរនាទីវាចូល13នាទីជាងអញ្ចឹងសម្រាប់កាត់ទៅអាចសល់12នាទីអញ្ចឹងវាយូរដែរអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនឡើងចំណុចហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវមើលបន្ថែមទៀតគឺ people នៅក្នុង BM របស់យើងហ្នឹងហើយមួយទៀតមើល ad របស់យើងមាន account ណាខ្លះដែលកំពុងតែកាន់ ad account នៅក្នុង BM អញ្ចឹងបងប្អូនមើលតាមចំណុចទៅបងប្អូននឹងឃើញជាក់ស្ដែងហើយបើឃើញខុសពី account របស់យើង remove ចោលទៅខុសពី account របស់យើងខុសពី account ដែលយើងបានទទួលស្គាល់ជាក់ស្ដែងរបស់យើងទាញចូលគឺ remove ចោលទាំងអស់បន្ទុកទៅអាចមានបញ្ហាបាទសម្រាប់វីដេអូមួយនេះ14នាទីអរគុណសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់